សួស្តីលោកប៊ុនសុភាពលោកប៊ុនសុភាពតើប្រកបការងារនេះអស់រយៈពេលប្រហែលហើយបាទខ្ញុំប្រកបការងារនេះអស់រយៈពេល20ឆ្នាំជាងអាចប្រាប់បានទេការងារហ្នឹងតើយើងផ្ដល់សេវាអីខ្លះធ្វើបានអីខ្លះបាទមានរៀបបោកហើយនឹងធ្វើដំបូលដៃដំបូលអីហ្នឹងបានចប់និយាយទៅសាងសង់ផ្ទះមកចប់មកហើយកន្លងទៅហ្នឹងតើធ្វើគម្រោងបានប៉ុណ្ណាដែរហើយម្ចាស់គម្រោងហ្នឹងគាត់ពេញចិត្តពេញថ្លើមយ៉ាងម៉េចអីមិនជួយប្រាប់ផងមានខ្លះក៏ពេញចិត្តទៅខ្លះក៏មិនសូវពេញចិត្តតែភាគច្រើនពេញចិត្តច្រើនជាងទឹកដៃលោកសុភាពមិនដែរបាទចង់និយាយថាការប្រឹកព្រៀនបើប្រៀបធៀបទៅនឹងជាងដែលជាអ្នកមកពីជិតខាងយើងយ៉ាងណាដែរទីផ្សារការងារយើងបានប៉ុណ្ណាគេបានប៉ុណ្ណាអ្នកជិតខាងយើងភាគច្រើនធ្វើទៅគាត់លឿនតែមិនសូវមានគុណភាពទេតែខ្មែរយើងភាគច្រើនធ្វើរឿងយឺតតែគុណភាពទំនួលខុសត្រូវមិនដែរបាទចំពោះលោកសុភាពវិញបាទលោកខុសត្រូវនឹងធ្វើกระดาษកិច្ចសន្យាអីចឹងទៅលាយលក្ខជាអក្សរបាទចង់និយាយពីសុភ័ណភាពគុណភាពការងារណាបាទការងារតមើលជាក់ស្ដែងវាច្រើនគេថានិយាយទៅតតែមើលគេថាល្អទៅមិនល្អតែវាច្រើនជាងចាត់អួតថាល្អហើយតចាស់ផ្ទះសាកសិនបាទលោកប៊ុនសុភាពធ្វើការងារនេះតើមានភាពងាយស្រួលយ៉ាងម៉េចហើយបញ្ហាប្រឈមយ៉ាងម៉េចបាទការងារឥឡូវប្រឈមមុខមិនសូវមានការងារច្រើនឥឡូវសេដ្ឋកិច្ចធ្លាក់អត់សូវមានការងារសេដ្ឋកិច្ចធ្លាក់ហ្នឹងមិនសូវមានអ្នកសាងសង់គម្រោងត្រូវព្យួរត្រូវបិទឬមួយយ៉ាងម៉េចបាទតែគម្រោងវាច្រើនដើរតិចជាងមុនអ្នកនៅធ្វើសាងសង់ហ្នឹងតិចជាងមុនត្រូវការជាងច្រើនឥឡូវអត់សូវមានអ្នកហៅធ្វើអត់ទៀងទេគឺណាត្រូវគេហៅជាប់រហូតដល់ការដាច់មួយខែពីរខែអញ្ចឹងទៅបានគេហៅទៀតទៅចឹងការធ្វើជាប់អញ្ចឹងទៅអត់ទៀងអត់កំណត់ពេលបានលោកសុភាពមានអ្វីដែលជាកលឹះមានសារអីជាកលឹះឬក៏ជាសំណូមពរអីចំពោះប្រជាពលរដ្ឋឬមួយក៏បងប្អូនអតិថិជនដែលគាត់ត្រូវការសាងសង់លំនៅឋានឬមួយក៏ស្អីអញ្ចឹងមានមតិយោបល់អីទេបាទខ្ញុំសូមឲ្យបងប្អូនដែលត្រូវការសាងសង់ផ្ទះសាងសង់របងអីហ្នឹងជួយហៅខ្ញុំផងហៅធ្វើការឥឡូវអត់សូវមានការងារធ្វើទេអាចប្រាប់លេខទូរស័ព្ទគាត់តាមនេះផងបានទេបាទលេខខ្ញុំ096 52 22 044បាទមានប្រើ Telegram ទេលេខហ្នឹងអត់មានTelegram មាន1000ទៀត Telegram 097 26 16 116បាទលោកប្អូនប៊ុនសុភាពតើចុងក្រោយនេះមានមតិយោបល់អីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរឬមួយក៏អាចថាជាអតិថិជនដែលត្រូវការជាងសាងសង់លំនៅឋានអីតើមានមតិយោបល់ហើយសំណូមពរយ៉ាងណាយ៉ាងណីសូមបានតាមនេះមកបាទខ្ញុំសូមអរគុណហើយនឹងខ្ញុំសូមនោមពរបងប្អូនជាពលរដ្ឋនឹងមួយដែលឃើញវីដេអូជួយហៅខ្ញុំធ្វើការសាងសង់ផង